Ok,ចូលមកដល់កិរិយាសព្ទទី2គឺកិរិយាសព្ទ read កិរិយាសព្ទ read គឺប្រែថាអានដែលយើងលើកយកមកឧទាហរណ៍នៅក្នុងកាលទាំង5ដូចទៅ 1 present simple I read every day ខ្ញុំអានជារៀងរាល់ថ្ងៃ Number 2 present continuous បច្ចុប្បន្នកាលកំពុងបន្ត I am reading now ខ្ញុំកំពុងអានឥឡូវនេះ Number 3 past simple អតីតកាល I read yesterday ខ្ញុំបានអានកាលពីម្សិលមិញ Number 4 present perfect បច្ចុប្បន្នកាលសម្បូរបែប I have read for 2 hours ខ្ញុំបានអានអស់រយៈពេល2ម៉ោងមកហើយសូមបញ្ជាក់ថា present perfect ទម្រង់របស់វាគឺ subject plus have plus verb ខ្ទង់ទី3ដូច្នេះ verb read ដល់ពេលបំបែកទៅខ្ទង់ទី3យើងអានថា read អានថា read Okay, number 5 future simple អនាគតកាលធម្មតា I will read tomorrow ខ្ញុំនឹងអាននៅថ្ងៃស្អែក Okay អាន sample ភាសាទៀត I read every day I am reading now I read yesterday I have read for 2 hours I will read tomorrow Okay thank you អរគុណ